បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំនាំបងប្អូនមកមើលកីឡាករ Tenzin កីឡាករលំដាប់របស់ប្រទេសជប៉ុនសឹងថាគាត់ល្បីមិនត្រឹមតែជប៉ុនទេគាត់កីឡាករលំដាប់ពិភពលោកទៅហើយ Tenzin គីឡូប៉ុនគាត់មិនងាយផ្ដួលគាត់ទេគាត់ធ្លាប់ឈ្នះរត់ថាំងម្ដងរត់ថាំងកំពុងតែចង់សងសឹកជាមួយនឹង Tenzin ថ្ងៃនេះកីឡាករជើងថ្មីរបស់ជប៉ុនដែលតម្លើងកូដថ្មីនេះចង់សាកជាមួយនឹងសិស្សបងជាមួយតែ Tenzin ហ្នឹងគាត់ខ្លាំងប៉ុន្មានគាត់ចង់សាកមើលគាត់សាកគាត់ឈ្នះគាត់នឹងជោគជ័យគេនឹងស្គាល់គាត់ហើយបាទសំទោសដែរព្រោះខ្ញុំអត់ស្គាល់កីឡាករបង្គោលខៀវនេះទេនេះអត់ស្គាល់ឈ្មោះគេតែមុខស្អាតដែរបងមុខស្អាតមែនតើចាំមើលអាចឈ្នះសិស្សបងបានអត់បាទការប្រកួតនេះទៅប្រកួតដែរទេក្នុងឆ្នាំ2020នេះដែរឃើញអត់មានអ្នកទស្សនាទេព្រោះដោយសារកូវីដអញ្ញាកដាលអីពាក់ម៉ាស់អ្នកមើលអីពាក់ម៉ាស់មួយចំនួនដើម្បីកូវីដ Tenzin គាត់ធ្លាប់ប្រកួតជាមួយFloyd បាទតែកីឡាករមានលំដាប់របស់វាជាមួយនឹង Floyd ឥឡូវ Floyd ឈ្នះហើយ Floyd ឈ្នះ Floyd ប្រកាសចូលវត្តហើយជប់ប្រកួតហើយ Tenzin ក៏ទៅអត់រួចជាមួយនឹង Floyd បាទហើយចាំមើលកីឡាករនេះកីឡាករវ័យក្មេងដែលទៅឡើងទឹកដៃនេះចាំសាកជាមួយសិស្សបងបាទអាយុប្រហែលគ្នាទេតែចង់សាកជាមួយសិស្សបងតិចមើលមិនវិញបាទឲ្យទឹកហើយនេះឲ្យទឹកកីឡាករជប៉ុនគឺខ្លាំងណាស់សារគាត់ណាTenzin គាត់សក់គាត់ពណ៌ត្នោតណាមួយជើងមិញនេះបាទមួយជើងរបស់ Tenzin វិញមួយជើងរបស់សិស្សប្អូនឆ្លៀកខោលយទៀតបាទស្លូជើងទៅកាន់ Tenzin ម៉ាត់អោបញ៉ាកដាបំបែកបាទមុខ Tenzin គាត់ធ្វើមុខសុំមែនតើពេលការប្រកួត Tenzin ទាត់សិស្សប្អូនស្លូប្អូនចាក់មួយ Tenzin វាយមួយបាទហើយវាយធុងទឹកបាទគាត់ដើរឃុំទៅបាទហើយសិស្សប្អូនរាប់អញ្ញាកដារាប់មួយសិន2 3 4 5 6 7 8បាទប្រកួតបានទៀតអត់ចុះចាញ់ទេទៅម្ដាយនឹងគាត់ហត់ធាក់មួយសិស្សប្អូនហត់ធាក់Tenzinម្ដាយទៀតហើយរាប់អញ្ញាកដារាប់ម្ដងទៀតហើយបាទគាត់ចង់សាកជាមួយសិស្សបងថាសមត្ថភាពគាត់ប៉ុណ្ណាអញ្ចឹងណាបាទចាំមើលអូបាទរាប់លើកទី3បាទហើយទៅមិនរួចទេ Tenzin ដៃធ្ងន់ណាស់ឥឡូវនេះលើជ័យជំនះបានដល់ Tenzin ហើយអស្ចារ្យមែនតើបងប្អូនយើងចង់ជួបកីឡាករចង់មើលហ្នឹងគឺរត់ថាំងចង់ឲ្យរត់ថាំងហ្នឹងប្រកួតជាមួយនឹង Tenzin អញ្ចឹងគឺថាអែមមែនតើបាទសិស្សបងគាត់មកសំទោសថាសិស្សប្អូនល្អហ្នឹងហើយគាត់សិស្សប្អូនក៏ដឹងសមត្ថភាពរបស់គាត់ដែរបាទការប្រកួតនេះបើសិនជាអត់មានជំងឺ Covid ដឹងមានអ្នកមើលយ៉ាងម៉េចទេបាទកីឡាករ Tenzin នេះគឺល្អមែនតើនេះកន្លែងនេះបងប្អូនម៉ងម្ដាយទៅភ្លឹងក៏រាប់ភាសាកន្លែងនេះម្ដាយទៀតម៉ាត់រាប់ភាសាទៀតម្ដាយគុំគៀមរវែមួយសិស្សប្អូនរលាវសិស្សបងមួយទាត់ចូលមួយវិញម្ដាយគុំគៀមភ្លឹងរាប់លើកទី3ជប់ការប្រកួតបាទហើយនេះលេរវែទាត់ចំដៃសិស្សប្អូន Tenzin វៃសិស្សប្អូនម្ដាយចុងក្រោយចំគៀមបាទកីឡាករសាច់ល្អហ្នឹងហើយអរគុណច្រើនបងប្អូនសម្រាប់
ទស្សនាហើយសូមអធិស្ឋានដែរចំពោះការអធិប្បាយខុសណាមួយដោយសារខ្ញុំអត់ស្គាល់កីឡាករអស់ទេបាទតែខ្ញុំចាប់អារម្មណ៍កីឡាករនេះមែនទែនគឺគាត់អស្ចារ្យមែនទែនបងប្អូនអរគុណច្រើនបងប្អូន